បង្ហាញអំពីការប្រើ AI ឲ្យ design background បទចម្រៀងឲ្យត្រូវទៅនឹងបទចម្រៀងដែលប្រិមិត្តបានទស្សនាដែលបងប្អូនអស់បានទស្សនាវីដេអូដែលខ្ញុំធ្វើហើយនៅក្នុងកម្មវិធី Zono ហើយថ្ងៃនេះគឺខ្ញុំឲ្យ AI design បាទធម្មតាបងប្អូនអស់គឺ design គឺបងប្អូនទាំងអស់ហ្នឹងគឺចូលចិត្តប្រើកម្មវិធីផ្សេងគ្នាតែឥឡូវនេះគឺខ្ញុំឲ្យ Chat GPT ជាអ្នក design ឲ្យខ្ញុំបាទអញ្ចឹងកុំឲ្យខាតពេលខ្ញុំបើក Chat GPT តែម្ដងបាទឃើញទេយើងចុច Chat GPT មកបន្ទាប់មកខ្ញុំយកបទចម្រៀងនេះបាទខ្ញុំយកបទចម្រៀងដែលធ្វើមុនហ្នឹងដែលវីដេអូមុនហ្នឹងបាទគឺបទចម្រៀងដែលមានចំណងថា If I Never Know Your Name បាទឥឡូវខ្ញុំ select បទហ្នឹងមកបាទឃើញទេបាទបន្ទាប់មកខ្ញុំខ្ញុំចូលក្នុងនេះតែមុននឹងចូលគឺខ្ញុំទៅសេមួយថា create បាទព្រមទៅសេតាមខ្ញុំអញ្ចឹងមកក៏បានដែរបើបងប្អូនអត់ចេះភាសាអង់គ្លេសខ្ញុំក៏មិនខ្លាំងដែរតែអាចប្រើការបានអញ្ចឹង create an image with size បាទអញ្ចឹងសម្រាប់ YouTube គឺ size 16.9 បាទអញ្ចឹងយើង paste មកយើង paste អាបទចម្រៀងរបស់យើងនឹងមកបាទយើង paste នេះបទចម្រៀងនេះឃើញទេបន្ទាប់មកយើងចុចបាទសញ្ញាព្រួយនេះអញ្ចឹង AI នឹង generate រូបរបស់ចម្រៀងហ្នឹងយ៉ាងស្អាតហើយយើងអាចធ្វើទៅជា background សម្រាប់បង្ហោះចូល YouTube បានអញ្ចឹងអត្ថន័យបទចម្រៀងហ្នឹងគេទៅសេយ៉ាងម៉េចមានន័យយ៉ាងម៉េចគឺ AI generate មកត្រូវតែម្ដងអញ្ចឹងវាអត់ពិបាកសម្រាប់បងប្អូនដែលដៃថ្មីឬក៏បងប្អូនដែលមិនចេះកម្មវិធីdesign ផ្សេងបាទដូចខ្ញុំខ្ញុំ design តែនៅក្នុងកម្មវិធី Canva ហើយប៉ុន្តែអត់សូវស្អាតទេបាទគឺនេះតែយើងរៀនតាម YouTube អញ្ចឹងទៅយើងវាមិនប្រកែវាមិន specialist ដូចគេណាបាទមិន specialize ដូចគេទេអញ្ចឹងខ្ញុំមានក្បាច់ថ្មីហ្នឹងដើម្បីចែកជូនដល់បងប្អូនបាទដែលអត់ទាន់ដឹងអំពីរបៀប generate បាទដោយ AI design ដោយ AI បាទតាមអត្ថន័យបទចម្រៀងឬក៏អត្ថន័យរឿងដែលបងប្អូនទាំងអស់ចង់ទៅសេយើងទៅសេជា prompt មកហើយបន្ទាប់មកយើងសុំឲ្យ Chat GPT នឹងជួយយើងបាទហើយមិនមែនមានតែកម្មវិធី Chat GPT នឹងទេមានច្រើនទៀតបងប្អូនមើលវីដេអូខ្ញុំចាស់មកមានហើយមានខ្ញុំបង្ហាញអំពីកម្មវិធី generate free អំពីកម្មវិធី generate រូបភាពច្រើនបាទហើយខ្ញុំនឹងព្យាយាមមានពេលខ្ញុំនឹងចែករំលែកបន្តទៀតដោយសារតែខ្ញុំរវល់ដែរបាទអញ្ចឹងទៅនេះបានតែសៅរ៍អាទិត្យអញ្ចឹងក៏ឆ្លៀតធ្វើមកវីដេអូទៅបាទឥឡូវនេះមកអត់ឃើញទេបាទនេះបាទឃើញវាមានអត្ថន័យបទចម្រៀងនៅនឹងតែម្ដងបាទវាមានអត្ថន័យបទចម្រៀងនៅនឹងយើងអត់ចង់បានទេសរសៃដោយសារវាមាន lyric នៅហ្នឹងណាវាមាន lyric នៅហ្នឹងអញ្ចឹងខ្ញុំទៅសេសារថ្មីយើងមើលអាហ្នឹងយើងអត់ពេញចិត្តខ្ញុំអត់ពេញចិត្តទេព្រោះដាក់ទៅវាអត់ស្អាតបាទវាឃើញមាន lyric នៅហ្នឹងណាអូអធិស្ឋានបាទចុចញាប់ពេកទៅគឺដើរអត់លឿនដែរបាទអូខេអញ្ចឹងខ្ញុំអត់ពេញចិត្តទេខ្ញុំដាក់ភាសាទៀតan image of the of the song of the song title បាទយើងសេតាម style ហ្នឹងមក title អីគេ If I Never Knew Your Name if size ខ្ញុំដាក់ size ហ្នឹងមក16.9 អញ្ចឹងយើងចុចតទៀតបើបងប្អូនពេញចិត្តយកអាហ្នឹងក៏យកទៅតែខ្ញុំអត់ទេខ្ញុំចង់បានរូបផ្សេងបាទអានេះខ្ញុំមក subscribe បាទមួយខែ$5ដូចគ្នាបាទដោយសារខ្ញុំប្រើច្រើនពាក់ព័ន្ធនឹងកិច្ចការផ្សេង
ចឹងខ្ញុំអាច generate រូបបានច្រើនតែបើបងប្អូនប្រើ free វាឲ្យតែដូចជា2ហ៎បាទ2ឬក៏3រូបអញ្ចឹងល្មមបានបាទមួយថ្ងៃមួយបទបានបាទមួយថ្ងៃធ្វើចម្រៀងមួយបទយើងបានហើយយើងផុសទៅប៉ុន្តែយកល្អបងប្អូនមិនផុសរាល់ថ្ងៃទេផុសមួយថ្ងៃម្លងមួយថ្ងៃដូចខ្ញុំផុសថ្ងៃហ្នឹងស្អែកខ្ញុំអត់ផុសអញ្ចឹងណាអញ្ចឹងយើងរំលងបាទកាលណាយើងផុសញឹកពេកក៏វាជាប់ spam ដែរអញ្ចឹងប៉ុន្តែឲ្យច្បាស់លាស់អញ្ចឹងឃើញទេវាចេញមកនេះឃើញទេបាទឃើញស្អាតទេអានេះខ្ញុំពេញចិត្តឃើញទេអានេះខ្ញុំពេញចិត្តដែរអញ្ចឹងវាដាក់AI ដាក់ឲ្យយើងមកតែម្ដងគឺដាក់ទាំងចំណងជើងដល់យើងមិនចាំបាច់ edit អីទេបាទបាច់ edit ឲ្យអ្វីទាំងអស់គឺ design មកគឺពេញចិត្តតែម្ដងបាទឃើញទេហើយខ្ញុំ download មកនេះអូខេអញ្ចឹងឲ្យដាក់បន្តិចមកដោយសារអីដោយសារតែ internet ហ្នឹងវា slow ចុចមកអូខេអញ្ចឹងខ្ញុំដាក់វានៅ document ហើយខ្ញុំ save ខ្ញុំបិទបាទបន្ទាប់មកខ្ញុំបើកកម្មវិធី CapCut បាទអញ្ចឹងខ្ញុំបើកកម្មវិធី CapCut មកខ្ញុំយក create project អញ្ចឹងខ្ញុំទាញវីដេអូឲ្យខ្ញុំទាញរូបភាពបាទរូបភាពមិញនេះស្ដាប់ flash card ប្រព័ន្ធនឹងការរៀនបាទនេះបាទអញ្ចឹងខ្ញុំ open វាមកបន្ទាប់មកខ្ញុំទាញយកមកដាក់ហើយបទចម្រៀងហ្នឹងប្រហែលជា3នាទីយើងទាញវាមកបាទតែគ្រប់3នាទីសិនទៅចាំយើងគិតបាទអូខេអញ្ចឹងយើងបានមួយយ៉ាងស្អាតបាទឃើញទេយើងបានមួយយ៉ាងស្អាតបន្តមកគឺយើងយកបទចម្រៀងដែលយើងបាន generate ហើយពី AI បាទយើង download បាទនេះបទនេះបាទទី1នេះបាទអញ្ចឹងខ្ញុំអត់បានដាក់ចំណងជើងបាទអូខេអូនេះទៅហើយបាទអូខេOkay. Yes. Good. យើងតម្រឹមមកបាទស្អាតទេបាទអានេះយើងសេរីវាត្រូវຂະຫນາດមកនេះ 16.9 បាទទាញវាមកបាទຂະຫນາດ YouTube ពេញຂະຫນາດអូខេ I beg my pride to step aside just to hear the truth from you. Every word you try to hide left my heart confused and blue. បន្ទាប់មកយើងតុបតែងលាបគ្រីមម្សៅមកបាទដាក់មិនអញ្ចឹងខ្ញុំដាក់ logo បាទ logo channel របស់ខ្ញុំណាខ្ញុំធ្វើឲ្យខ្ញុំបោះចូល channel របស់ខ្ញុំតែម្ដងអញ្ចឹងខ្ញុំមានខ្ញុំដាក់នៅក្នុង YouTube បាទហើយបន្ទាប់មក logo នេះជា logo ខ្ញុំ open មកបាទខ្ញុំទាញយកមកដាក់មកបាទអូខេទាញឲ្យស្មើមកបាទមានអតិថិជនឆាតមកបាទដើម្បីចង់ទិញសង្កាតបាទអញ្ចឹងឥឡូវនេះជាប់ YouTube ហើយអត់បានឆ្លើយទេបាទអញ្ចឹងយើងដាក់ប៉ុណ្ណឹងមកអូខេងាយបាទតោះមកខ្ញុំលេងគេហៅថា animation វា load តិចមើលបាទអូខេនេះ logo នេះបាទមើលប្រិមិត្តពេលចាក់មកអូខេនេះខាងនេះបាទអូខេអញ្ចឹងបន្តមកទៀតខ្ញុំត្រូវដាក់អីបាទតុបតែងវាស្អាតតិចមក
ចឹងខ្ញុំយក sticker បាទខ្ញុំដាក់ music wave ចូលឲ្យវាមើលទៅវាស្អាតណាបាទអញ្ចឹងវាស្នេហាហ្នឹងយ៉ាងម៉េចយើងអាចមានបាននេះខ្ញុំយកនេះដាក់មកបាទអូខេយ៉ាតោះមកខ្ញុំទាញវាផុតមកបាទ play មកសិនBeg my pride to step aside អូខេចឹងបងចោះអូបាទអានេះដាក់ក្រោមពេកវាខ្លាចគេមើល lyric អត់ឃើញបាទអញ្ចឹងខ្ញុំដាក់ខាត់លើតិចបាទអូខេបន្ទាប់មកគឺប្រិមិត្តអាចដាក់តាមប្រិមិត្តឲ្យបងប្អូនអាចចូលចិត្តបាទមានរូបបេះដូងមានរូបអូច្រើនណាស់បាទនេះយើងគាត់ទៅទាញយកមកដាក់មកដើម្បី decor បទចម្រៀងរបស់យើងឲ្យមើលទៅមានភាពតាក់ទាញណាប៉ុន្តែខ្ញុំសាមញ្ញខ្ញុំធ្វើសាមញ្ញព្រោះខ្ញុំចេះបែបសាមញ្ញដែរណាអត់ចេះឲ្យច្រើនដូចគេទេបាទអញ្ចឹងដាក់ប៉ុណ្ណឹងមកបន្ទាប់មកខ្ញុំដាក់ lyric វាបាទសម្រាប់ឲ្យងាយស្រួលមើលអញ្ចឹងខ្ញុំយក caption បាទ caption ហើយខ្ញុំយកអានេះ auto caption auto lyric បាទបទចម្រៀងយើងយក auto lyrics បើ speech យើងយក auto caption អញ្ចឹងយើង generate វាមកបាទងាយទេបងប្អូនហើយធ្វើ YouTube មិនបាច់ប្រឹងទេបងប្អូនទាំងអស់បាទធ្វើទីអញ្ចឹងណាយើងធ្វើមួយថ្ងៃពីរថ្ងៃមួយអញ្ចឹងទៅបាទប៉ុន្តែឲ្យទៀងមានន័យថាបើថាមួយអាទិត្យមួយវីដេអូមួយអាទិត្យត្រូវតែមួយវីដេអូបាទហើយផុសក្នុងម៉ោងប្រហែលយើងត្រូវកំណត់ឲ្យបានច្បាស់លាស់បាទនឹងបោះយើងទៅមុខហើយបាទឃើញទេអញ្ចឹងខ្ញុំបាទអញ្ចឹងខ្ញុំអស់ទោះបាទថ្ងៃនេះ Telegram អញ្ចឹងខ្ញុំដូរ font សិនបាទចុចកន្លែងនេះមកដូរ font ដែលខ្ញុំពេញចិត្តបាទជាទូទៅគឺខ្ញុំប្រើ font បាទខ្ញុំប្រើ font នេះហើយបន្ទាប់មកគឺខ្ញុំជ្រើសរើស effect វាបន្តិចមកបាទនេះពណ៌នេះចុះបាទអញ្ចឹងយើងបរិយាធំតិចបាទ just to hear the truth from you every word you try អូខេឃើញថាអ្វីគឺបានហើយខ្ញុំប៉ុណ្ណឹងគឺសម្រាប់ខ្ញុំគឺបាទអូខេហើយបាទគឺល្អហើយបាទអូខេអញ្ចឹងខ្ញុំនឹងផុសចូល channel របស់ខ្ញុំនៅបន្ទាប់ពីចប់វីដេអូនេះបន្ទាប់មកខ្ញុំចុចនេះ export មកបាទចុច export ខ្ញុំយក 2K ទេបាទអញ្ចឹងយើងដាក់ចំណងជើងមកចំណងជើងថាម៉េចចេះមិញបាទ if I never knew your name okay if I never knew your name អញ្ចឹងខ្ញុំដាក់មកយើងដាក់ចំណងជើងឲ្យហើយបាទបងប្អូន if I knew your name អញ្ចឹងហើយ if I never knew your name បាទ never មួយទៀត if I never អត់ត្រូវអីមិនអញ្ចឹងអីមើលភាសាសិន if ត្រូវហើយ if I never knew your name yes if I never knew your name បន្ទាប់មកខ្ញុំជ្រើសរើសបាទ folder ខ្ញុំ select folder មក export បាទអរគុណប្រិមិត្តអញ្ចឹងប្រសិនបើបងប្អូនអរមានចម្ងល់ផ្សេងៗអាច comment សួរបានអរគុណច្រើនបាទជម្រាបលាបាទ